bà bông ôn ở kia tích tập hiệp bà nơi kháng krau sát bên tên bà tích tập hiệp này Prasat Phnom Chi Số khai tạc cao bà khai tạc cao cứ chỉ khai mùi đại cho bẹ pon chỉ mùi nâng Borestan bà Borestan đại rồi có Boranstan bà đại miền Prasat Boran chỉ trơn bà Prasat Phnom Chi Số chia Prasat mùi đại nơi sẽ xóa tặngពីមុនសម័យអង្គរបាទក្នុងរជ្ជកាលក្នុងហៅថាព្រះបាទសូរ្យវរ្ម័នទី1បាទក្នុងសតវត្សទី11នៃគ្រិស្តសករាជគឺឆ្នាំ1005បងប្អូនដល់1050អញ្ចឹងទស្សនវិជ្ជានេះកន្លែងនេះបងប្អូននេះគឺជាខ្លោងទ្វារនៃគេហៅថាមាត់ទ្វារបាទមាត់ទ្វារនៃប្រាសាទអញ្ចឹងប្រាសាទខ្មែរយើងពីដើមបាទគឺថាសាងសង់អំពីថ្មភក់ហើយនៅថ្មបាយក្រៀមអញ្ចឹងបងប្អូនមើលអំពីបច្ចេកទេសនៅក្នុងការដាក់ទ្វាររបស់គាត់បាទដាក់ទ្វាររបស់គាត់នេះគឺជាស៊ុំទ្វារបាទស៊ុំទ្វារហើយតាមបណ្ដានៃស៊ុំទ្វារនីមួយៗដោយស៊ុំទ្វារប្រាសាទខាងនោះគឺមានតសពេជ្រហើយនឹងផ្ដែបាទដែលមានចម្លាក់ផ្សេងនៅខាងលើអញ្ចឹងនេះគឺទ្វារបឆោតបាទទ្វារបឆោតរបស់គាត់ហើយកន្លែងនេះគឺមុនពេលចូលមកដល់ខាងក្នុងនៃទិសប្រាសាទគឺមានទ្វារ2តង់បាទនេះទ្វារចូលទៅខាងក្នុងហើយមួយទៀតនេះទ្វារចូលពីខាងក្រៅមកខាងក្នុងដើម្បីធ្វើដំណើរទៅខាងតាមទិសដៅនីមួយនៃប្រាសាទក្នុងការទៅគោរពសក្ការៈបូជានិងដើម្បីយាមនឹងការពារប្រាសាទអញ្ចឹងទេទ្វារឈើដែលគាត់ប្រើនៅទីនេះបាទទ្វារនេះបើថាកម្ពស់ថា1.7 ម៉ែត្រចុះបាទនៅតាមទំហំនៃទ្វារនីមួយបាទនេះជើងក្រោមដើម្បីទប់ជើងទ្វារបាទដើម្បីទប់ជើងទ្វារនៅក្នុងការបើកអញ្ចឹងទេលោកបានគេហៅថាលុងបាទលុងនៃថ្មបាទដែលមានចលួយដើម្បីទប់ស្លឹកទ្វារសងខាងបាទនឹងឆ្អឹងឬក៏មេទ្វារឲ្យជាប់ណាហើយកន្លែងនេះគឺជើងទប់ខាងក្រោមបាទគឺលោកខ្វៀលបាទដើម្បីដាក់ទ្វារខ្វៀលដើម្បីដាក់ទ្វារណាអញ្ចឹងទ្វារពីបដាពីដើមគឺលោកបើកខាងក្នុងបើកចូលពីបើយើងចូលពីខាងក្រៅមកគឺបើកខាងក្នុងចូលណាបាទទ្វារនេះកន្លែងដែលលោកដាក់ទ្វារអញ្ចឹងកន្លែងរុននេះគឺជាលួញនៃទប់មេទ្វារបងប្អូនទប់មេទ្វារបាទអញ្ចឹងទេស្លឹកទ្វារប្រឈមមកបាទដោតចូលខាងនេះអញ្ចឹងទេយើងសម័យដល់ស្លឹកទ្វារឈើដែលលោកប្រើសម័យនោះដោយសារតែមានទ្វារប្រឆោតរៀងបែបនេះហើយបើកចូលក្នុងបងប្អូនបើកចូលក្នុងប្រាសាទដូច្នេះយើងសន្និដ្ឋានថាទ្វារដែលលោកប្រើនេះគឺទ្វារឈើប៉ុន្តែដោយសារអាយុកាលជាច្រើនឆ្នាំបាទឈើมันអាចនៅយូរបាទគង់វង្សយូរអង្វែងដូចថ្មនោះទេបាទអញ្ចឹងទេក៏គេហៅថាដោយសារការបំផ្លិចបំផ្លាញបាទការកោះបានធ្វើឲ្យបាត់ទម្រង់នៃទ្វារឈើរបស់គាត់ណាបាទស៊ុំទ្វារឈើនៃខ្លោងនៃមាត់ទ្វារដែលចូលទៅក្នុងប្រាសាទនេះខ្លោងទ្វារដែលសភាពពីដើមបើយើងមើលទៅមានទ្វារបិទអញ្ចឹងទេគឺថាការពារបាទគឺថាការពារវត្ថុផ្សេងពីអ្នកដែលចូលមកក្នុងប្រាសាទណាបាទអញ្ចឹងតាមប្រាសាទនីមួយគឺមានទ្វារទៅតាមច្រកសំខាន់នេះឯងបាទ